ការសម្ដែងរឿងមួយដែលមានចំណងជើងថាមិត្តភក្តិនៅក្នុងក្តីសម័យហើយសម្រាប់ចំណងជើងរឿងនេះដែរនាងខ្ញុំដកស្រង់ចេញមកពី channel គេដែរទេខ្ញុំនឹងដាក់ channel គេនៅខាងក្រោម description នេះអ្នកនរគ្នាចូលទៅអានទៅអញ្ចឹងឥឡូវយើងធ្វើការចូលមកដល់សាច់រឿងយើងបណ្ដោយទៅគឺផ្ដើមសាច់រឿងដំបូងហ្នឹងគឺមានប្រុសស្រីម្នាក់ដែលគាត់ឈ្មោះថាមីណាដែលគាត់ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងសាកលវិទ្យាល័យមួយអញ្ចឹងណាហើយប្តីគាត់ឈ្មោះថា Johnny ជាប៉ូលីសការពារភូមិឃុំរបស់គាត់ដែលរស់នៅហ្នឹងហើយនេះគឺពួកគាត់មានកូនស្រីពីរនាក់ទៀតគឺមីយ៉ាហើយនិងម៉ាណាអញ្ចឹងគឺពួកគាត់កំពុងតែញ៉ាំបាយជាមួយគ្នាហើយរស់នៅក្នុងផ្ទះមួយដែលឆ្ងាយពីទីក្រុងអញ្ចឹងពិបាកក្នុងការរកស៊ីមែនតើអញ្ចឹងគឺពួកគាត់ក៏សម្រេចចិត្តថានឹងបដូរផ្ទះមកនៅទីក្រុងដើម្បីអាចលក្ខណៈថាស្រួលក្នុងការធ្វើការអញ្ចឹងណានេះគឺគាត់បានរើផ្ទះមកហើយឥឡូវហ្នឹងគឺក្រុមគ្រួសារហ្នឹងគឺគាត់បានមកជួបជាមួយនឹងអ្នកដែលពួកគាត់ជួបផ្ទះហ្នឹងណាអ្នកដែលជួបផ្ទះហ្នឹងគឺគាត់បានរៀបរាប់រាយរាប់ប្រាប់ពីកន្លែងថាបន្ទប់នេះអីចឹងទៅគឺគាត់ព្យាយាមនិយាយបញ្ចុះចូលគ្រួសារហ្នឹងចឹងទៅហើយបើយើងក៏លេចទៅមើលកូនវិញក៏មានអារម្មណ៍ថាសប្បាយជាមួយនឹងផ្ទះថ្មីហ្នឹងខ្លាំងមែនតើគឺតួស្រីតួអីយើងហ្នឹងគឺធ្វើការមកមើលជាមួយនឹងបន្ទប់យើងអញ្ចឹងទៅបើកទ្វារជន់លើមកទៅឃើញមានដូចលក្ខណៈថាជាន់អាតិចចឹងណាអ្នកគ្នាអញ្ចឹងឥឡូវនេះគឺថាតួស្រីអ្នកជួបផ្ទះរបស់យើងហ្នឹងគឺគាត់បានប្រាប់អីចឹងទៅតែយើងក៏បានឃើញទៅកន្លែងមួយទៀតដែលគេហៅថាຕົកចោលឃើញពុកអីចឹងទៅបង្កើតទៅជាចម្ងល់មួយសម្រាប់តួស្រីយើងអញ្ចឹងគឺគាត់ធ្វើការសួរអ្នកជួបផ្ទះហ្នឹងអីចឹងណាតែអ្នកជួបផ្ទះហ្នឹងគាត់គ្រាន់ថាវាគ្រាន់តែជាក្រេមួយដែលចាស់ຕົកចោលចឹងទេគឺប្រាប់ថាកុំឲ្យខ្វាយខ្វល់ជាមួយក្រេហ្នឹងអីវាអត់អីទេដោយសារអីគឺថាអ្នកចាស់អីចឹងណាតែទឹកមុខអ្នកស្រីហ្នឹងគឺភ័យដែរណាតបមកហ្នឹងគ្រូសាហ្នឹងគឺព្យាយាមថាសម្រាប់សម្រួលគ្នាឲ្យថានៅក្នុងផ្ទះរបស់ហ្នឹងកូនមកពុកគេគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើហ្មងតាមីណាទាំងម៉ាណាទាំងអីហ្នឹងគឺរស់មកកាត់ផ្ទាំងមកឈួតមកពីអត់ណាចឹងគឺថាសម្រាប់សម្រួលគ្នាទៅតែសាតែមកនៅបានតែមួយថ្ងៃហ្នឹងមីណាក៏គាត់មានមិត្តភក្តិថ្មីបាត់ហើយតែគឺគាត់សួរតាមរបស់គាត់ថាគាត់សុំទៅលេងជាមួយមិត្តភក្តិគាត់បានអត់ហើយតាមរបស់គាត់ក៏បានតបទៅវិញថាទៅលេងចោះគាត់ចង់ឲ្យកូនគាត់មានភាពសប្បាយរីករាយនៅពេលដែលមកផ្ទះថ្មីចឹងណាកុំឲ្យមាន stress ចឹងណាមីណាក៏លើចឹងព្រឹងគឺដើរចេញពីផ្ទះបណ្ដោយស្រាប់ពីអ្នកដែលប្រពន្ធនេះវិញគឺបោះផ្ទះគាត់ទៅសាតែមិនឃើញថាបាត់កូនម៉ាណាដាក់បាននៅជាមួយហ្នឹងណាចាប់ឆ្ងល់ចឹងប្តីក៏គាត់ថានៅក្នុងបន្ទប់នឹងឯងពេលដែលម្ដាយចូលទៅឆែកមើលទៅឃើញកូនក៏បង្និយាយតែម្ដាយចឹងគឺមានអារម្មណ៍ថាឆាប់បដ ாய் សាក់អីឃើញឈរនិយាយតែឯងហើយឡើងចម្លែកបដ ாய் ហើយពេលនឹងដែរហ្នឹងម្ដាយរបស់គាត់ក៏ចូលមកទាន់ហើយក៏បានសួរកូនគាត់ថាតើកូនគាត់ហ្នឹងកំពុងនិយាយមួយណាគេហើយក៏គាត់បានតបមកវិញថាកំពុងនិយាយជាមួយនឹង Bill ដែលជាតួនេះរបស់យើងណាអ្នកគ្នាអញ្ចឹងទៅពីអ្នកប្រពន្ធហ្នឹងក៏រៀនឆាប់ដែរអ្នកគ្នាដោយសារអីគឺឃើញកូននិយាយតែឯងអញ្ចឹងណាតែម្ដាយវិញគឺថាអើគាត់ថាវាគ្រាន់តែជាអីចឹងទៅមួយរយៈក្រោយមកនោះពួកគេរស់នៅបានយ៉ាងសុខសប្បាយដោយមិនទាន់គ្មានឃើញហេតុការណ៍អីកើតឡើងចម្លែកនៅក្នុងគ្រួសាររបស់គាត់ទេល្ងាចញ៉ាំបាយជុំគ្នាហ្នឹងគឺមីណាគឺគាត់បានប្រាប់ម្ដាយរបស់គាត់ហ្នឹងថាម៉ាក់កូនបានឃើញមនុស្សប្រុសម្នាក់នៅក្នុងយន្តដែលនៅក្នុងផ្ទះហ្នឹងម្ដាយវាចាប់ផ្ដើមរៀនភ័យខ្លាចដោយសារតែគាត់អត់ចង់ឲ្យកូនស្រីម៉ាណាគាត់នឹងដឹងអញ្ចឹងទៅក៏គាត់ថាមិនអីទេកូនវាគាត់តែជាការសប្បាយតែប៉ុណ្ណោះអញ្ចឹងទៅដើម្បីនិយាយលួងចិត្តមីណាចឹងណាមីណាវិញក៏នៅក្នុងចិត្តគាត់គាត់ថាចុះបើវាជាការប៉ັດហើយតាមរបស់គាត់ហ្នឹងគឺបានថាមិនអីទេមិនបាច់និយាយទេកូនខ្ញុំនិយាយទៅវាមិនអាចមានរឿងថ្ងៃហ្នឹងកាត់ឡើងទេពីអ្នកប្រិយប្រពន្ធហ្នឹងមកឡើងឆាក់បដ ாய் ណាដល់គ្នាហើយខ្លាចកូនស្រីដឹងដោយសារតែកូនស្រីហ្នឹងមានអាយុត្រឹមតែ4ឆ្នាំទេមេឃបើយើងគឺចាប់ផ្ដើមកាន់តែងងឹតទៅហើយរហូតដល់កាលទៅជាពេលយប់ម៉ោង1រំលងអត់ទេយប់ហ្នឹងពីអ្នកប្រិយប្រពន្ធហ្នឹងដេកសុកស្រាប់តែឮសំឡេងក្មេងពីរនាក់រត់លេងប្រឡែងគ្នាពេញផ្ទះឡើងថ្លង់ហ្មងណារំខានរំលែកគេដេកហ្មងណាដល់គ្នាក្រោកមកហើយភ្នែកបើកប៉ុនមកសម្លឹងទៅទ្វារហើយក៏គាត់ថានៅក្នុងចិត្តថានឹងមានរឿងអ្វីកើតឡើងដោយភាពស្លាប់មកងាកទៅរកប្តីគាត់ទៅប្តីគាត់ក៏ងាកមកមើលគាត់ដែរដោយសារក្រោកដូចស្លេដូចគ្នាគាត់ក៏បានឆែកកាមេរ៉ាតាមទូរស័ព្ទរបស់គាត់ហើយគាត់ក៏បានឃើញថាមានភាពបង្ក្រោះក្តីនៅក្នុងបន្ទប់កូនស្រីរបស់គាត់ណាដែលមានតែកូនស្រីមីណាទេដែលនៅក្នុងបន្ទប់ហើយបាត់កូនស្រីម៉ាណាទៅកាន់ក្រៅបាត់គាត់ក៏មានអារម្មណ៍ថារៀងឆាប់ដែរពេលឃើញបែបហ្នឹងគាត់ក៏បានឆែកនៅខាងក្រៅតែឃើញមីណាកំពុងនិយាយតែម្នាក់ឯងហើយគាត់ឡើងមានអារម្មណ៍ថាកាន់តែភ័យខ្លាចហើយកាន់តែព្រួយហ្មងអង្គុយឈរនិយាយតែម្នាក់ឯងទៅម៉ាណាដូចខុស
ក្តីមកឈរយីម្នាក់ឯងហើយដូចមានអាគេនៅជាមួយមើលមកកាមេរ៉ាឡើងគួរឲ្យភ័យខ្លាចហ្មងណាអ្នកនរគ្នានិយាយទៅពេលហ្នឹងណាសាកសម័យរបស់យើងវិញគឺដឹងមិនណាទៅលោកពីអ្នកប្រពន្ធហ្នឹងបានគិតថានឹងតែមានអ្នកណាម្នាក់ហ្នឹងនៅជាមួយមីណាហើយអញ្ចឹងក៏គាត់ព្យាយាមយកកាំភ្លើងហើយរត់ចេញទៅក្រៅដើម្បីទៅមើលកូនស្រីតែពេលទៅដល់អត់មានអ្នកណានៅចិត្តម៉ាណាទេគឺគ្រាន់តែជាការឈរយទៅជាមួយម្នាក់ឯងគឺម្ដាយហ្នឹងក៏ប្រាប់កូនថាកូនអើយកូនឯងកុំសើសម្រាប់ច្រើនពេកហើយក៏ប្រាប់ឲ្យកូនហ្នឹងទៅគេងវិញទៅដោយសារតែមេឃវាយប់ហើយអញ្ចឹងណាកាត់មកដល់ប្រាប់ថ្ងៃស្អែកម្ដាយគឺព្យាយាមកំពុងថាគួរភ្លេចរឿងហ្នឹងណាគួរឲ្យបំភ្លេចរឿងហ្នឹងបណ្ដោយតែវាមិនឲ្យបំភ្លេចសោះរួចកូនស្រីហ្នឹងក៏បានមកប្រាប់ទៀតថាម៉ាណាហ្នឹងគឺមានអត្តចរិតប្លែកខ្លាំងមែនតើមានពេលខ្លះហ្នឹងមីណាកំពុងតែដេកខូចម៉ាណាហ្នឹងក៏គាត់កំពុងតែលក្ខណៈថាឈឺតែឯងនៅកណ្ដាលយប់ហើយឡើងគួរឲ្យខ្លាចហ្មងណាអ្នកនរគ្នានិយាយទៅឡើងចម្លែកហើយមីណាវិញគឺព្យាយាមកេងទៅដោយសារតែឃើញអត្តចរិតប្លែកក៏បាននាំកូនស្រីទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយនឹងអ្នកគ្រូពេទ្យតែអ្នកគ្រូពេទ្យបានថាមីណាហ្នឹងគឺគ្មានជំងឺអីឬក៏ផុសប្រក្តីអីទេគឺគ្រាន់តែជាការសមាស្ម័យរបស់ក្មេងនៅនិយាយម្នាក់ឯងដើម្បីឲ្យមានតំណែងតំណងល្អអញ្ចឹងណាហើយក៏មានការងើបឆ្ងាយមែនតើចាប់ពីថ្ងៃហ្នឹងមកហ្នឹងពីអ្នកប្តីប្រពន្ធហើយនឹងកូនហ្នឹងគឺព្យាយាមថាឲ្យម៉ាណាហ្នឹងគឺធ្វើអីធ្វើទៅគឺពួកគាត់លែងសើខ្វល់ហើយឲ្យពួកគាត់លក្ខណៈថាឈប់ខ្វាយខ្វល់ឲ្យពួកគាត់នៅតែដូចលក្ខណៈថាម្នាក់ឯងដូចស្រីក្មេងអូទីសាប់វិញបន្តិចក៏ខ្ញុំអត់ដឹងដែរអ្នកគ្នាមើលមកទឹកមកបងស្រីវិញគឺឡើងស្លាក់ថ្មហ្មងទៅលើបងស្រីលោកប៉ុន្តែស្រាប់តែថ្ងៃមួយគឺនៅយប់មួយហ្នឹងណាគឺមានម្ដាយរបស់ក្មេងទាំងពីរហ្នឹងគឺគាត់កំពុងតែអង្គុយកែវិញ្ញាសារបស់គាត់លើកុំព្យូទ័រហើយស្រាប់តែគាត់ឃើញស្អីគេក្រហមខ្មៅចាំរបស់កូនស្រីគាត់ទាំងពីរនាក់នោះគឺគាត់មានអារម្មណ៍ថាដូចជាឃើញសមោក្មេងប្រុសម្នាក់ហើយគាត់ក៏បានអើតភ្នែកមើលទៅគឺគាត់ឡើងឆាប់បដ ாய் ដោយសារតែឃើញក្មេងប្រុសម្នាក់ហ្នឹងគឺចេញមកស្រាលពេកអញ្ចឹងទៅធ្វើឲ្យគាត់ឡើងចង់ភ្លឹងស្មារតីបដ ாய் តែគាត់ព្យាយាមលក្ខណៈថាព្យាយាមធ្វើអត់ដឹងអត់លឺអញ្ចឹងណាក៏គាត់ចាប់ផ្ដើមចាស់តែប្តីគាត់ថាឲ្យប្រញាប់មកផ្ទះមកដោយសារវាគាត់នៅតែឯងអញ្ចឹងទៅគឺគាត់លក្ខណៈថាភ័យខ្លាចអញ្ចឹងណាហើយមកគាត់វិញគឺឡើងស្លាវអស់បដ ாய் មកគឺឆាប់រកប្តីគាត់ហើយគឺគាត់ព្យាយាមធ្វើការងារគាត់តាមតែគាត់នៅតែឃើញសម្បត្តិចេញពីគ្នានឹងតែលើកហ្នឹងគឺគាត់លក្ខណៈថាគាត់បិទភ្នែកបិទអីបណ្ដោយគាត់អត់មើលទេគាត់ព្យាយាមថានឹងប្រមូលភាពក្លាហានរបស់គាត់ទាំងអស់ហ្នឹងណាចូលទៅបន្ទប់កូនប្រុសស្រីរបស់គាត់ហ្នឹងហើយចង់ដឹងថាអ្នកណាគេនៅក្នុងបន្ទប់ហ្នឹងបណ្ដោយគឺអត់សម្ដៅទៅបន្ទប់កូនស្រីរបស់គាត់ហ្នឹងគឺគាត់បានឃើញថាអត់មានអីទេនៅក្នុងបន្ទប់ហ្នឹងឃើញតែកូនស្រីពីរនាក់គាត់គឺដេកធម្មតាអញ្ចឹងគាត់លក្ខណៈថាកាន់តែភ័យខ្លាចជាងនឹងរន្ធត់ផងហើយក៏មានសម្រាប់អីរត់កាត់ពីក្រៅគាត់រួចក៏គាត់បានឃើញប្តីគាត់នៅទ្វារនិយាយទៅគឺគាត់ឡើងយំបណ្ដោយពេលហ្នឹងដោយសារអីភ័យខ្លាចខ្លាំងពេកដល់គ្នាបើសិនជាខ្ញុំនៅក្នុង situation ហ្នឹងក៏ខ្ញុំអូយពិបាកខ្លាំងណាស់ដល់គ្នាក៏គាត់បានលក្ខណៈថារស់នៅលេងកាត់អញ្ចឹងណាវាតែងតែមានភាពភ័យខ្លាចអីចឹងទៅតែព្រឹកឡើងហ្នឹងគឺគាត់បានមកជួបជាមួយនឹងម្ចាស់ជួលផ្ទះរបស់គាត់ហ្នឹងសម្រាប់ថាគាត់នឹងរើនៅឈប់នៅផ្ទះនឹងទៀតបន្តទៀតហើយដោយសារគាត់បានឃើញព្រឹត្តិការណ៍ប្លែកៗជាច្រើននៅក្នុងផ្ទះរបស់ហ្នឹងណាហើយម្ចាស់ផ្ទះហ្នឹងក៏គាត់ព្យាយាមបកស្រាយដែរថាដោយសារតែគាត់មិនបានប្រាប់តាមបទៅគឺមានខុសផលពីអ្នកហ្នឹងដែលគាត់ធ្លាប់រស់នៅក្នុងផ្ទះហ្នឹងម្ដងហើយក៏មានកូនប្រុសម្នាក់ហ្នឹងគឺកេងរហូតមិនក្រោកតតែសោះហ្មងណាអញ្ចឹងទៅគឺគាត់សម្រេចចិត្តថាចេញពីផ្ទះហ្នឹងដោយទុកក្រេទុកអីហ្នឹងនៅកន្លែងហ្នឹងទាំងអស់គាត់អត់បានយកទៅទេហើយអញ្ចឹងមានន័យថាកន្លងមកហ្នឹងគឺមានអ្នកជួលផ្ទះហ្នឹងវាបានកុហកទៅលើគ្រួសារហ្នឹងអញ្ចឹងទៅធ្វើឲ្យអ្នកជួលផ្ទះហ្នឹងគឺគាត់ខឹងខ្លាំងមែនតើគ្រួសារអ្នកជួលផ្ទះហ្នឹងណាហើយអ្នកដែលជួលផ្ទះហ្នឹងគឺគាត់បាននិយាយបកស្រាយទៅប្រាប់គាត់ថាឲ្យខ្ញុំសុំទោសផងអីចឹងទៅហើយបន្ទាប់ពីលឺរឿងហ្នឹងហើយគឺមកម្នាក់គឺតាក់ស្លុតបដ ாய் ទាំងប្តីទាំងប្រពន្ធហើយក៏បាននិយាយទៅតាក់ស្លុតបដ ாய் ទាំងប្តីទាំងប្រពន្ធនិយាយទៅគឺស្មារតីបដ ாய் បានពីលឺរឿងអញ្ចឹងហើយខ្លួនឯងនៅឡើងមួយអាយុមួយយាហ្នឹងណាអញ្ចឹងគឺពួកគាត់ក៏បានចេញដំណើរទៅផ្ទះថ្មីដែលបានគាត់ថាខ្លួននឹងមានសុខវេទនាហើយក៏អត់បានយកអីវ៉ាន់អីទៅជាមួយខ្លួនដែរដោយសារអត់ចង់ឲ្យមានព្រលឹងណាមកតាមយាយបន្តទៀតអីចឹងទៅអញ្ចឹងទៅក៏ម្ដាយនឹងក៏ឃើញកូនភ្ញាក់ពីគេអញ្ចឹងទៅក៏បានប្រាប់ថាអាម៉ាស់ទៅផលដោយសារអត់បានប្រាប់កូនពេលដែរ
ចេញមកអញ្ចឹងទៅក៏គាត់បានប្រាប់ថាយើងនឹងបដូរផ្ទះទៅនៅទៀតហើយក៏កូនរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមថាសប្បាយចិត្តដែរដោយសារគាត់អាចរស់នៅផ្ទះថ្មីអញ្ចឹងណានិយាយទៅគឺឃើញតែទឹកមកកូននឹងសប្បាយចិត្តតែអញ្ចឹងទៅម៉ែនឹងក៏រៀងសប្បាយចិត្តដែរហើយក៏បានសួរកូនថាតើកូនសប្បាយចិត្តដែរឬទេក្នុងការទៅលើផ្ទះហ្នឹងអញ្ចឹងណាកូនវិញក៏បានតបជាមួយម្ដាយថាសប្បាយចិត្តខ្លាំងមែនតើហ្មងយើងអាចនិយាយលេងមួយគ្នាវិញហើយអីចឹងទៅហើយក៏ម៉ែគាត់តសួរទៅថាកូនសប្បាយចិត្តជាមួយនឹងបងស្រីរបស់ប្អូនឬក៏យ៉ាងណាហើយតើកូនស្រីនឹងសើចហើយឆ្លើយវិញថាមិនបានសប្បាយចិត្តជាមួយបងស្រីទេគឺសប្បាយចិត្តជាមួយនឹងមីដែលជាវិញ្ញាណបលាំងនៃក្មេងប្រុសហ្នឹងអញ្ចឹងមានន័យថាបៀលហ្នឹងគឺបន្តមកតាមកយីកូនរបស់គាត់នឹងចូលទៅក្នុងស្ថាប័នកូនរបស់គាត់រួចទៅហើយដែលធ្វើឲ្យម្ដាយហ្នឹងគឺមានអារម្មណ៍ថាតក់ស្លុតកាន់តែខ្លាំងហើយទៅមើលកញ្ចក់ឡានទៅក៏បានឃើញ